Hello ស្ដីអ្នកនាងសូមស្វាគមន៍មកកាន់ការសង្ខេបសាច់រឿងone ភាគរបស់យើងម្ដងទៀតហើយនៅក្នុងភាគទី1151ដែលនៅក្នុងភាគនេះដែរគឺយូរខ្លាំងមែនទែនដែលគេទៅទម្លាក់មកនៅកាលពីយប់មិញនឹងឯងតោះកុំឲ្យចាំយូរចូលវីដេអូរបស់យើងទាំងអស់នេះ Let's go កាលពីអេពីសូត1យើងជាប់ត្រង់កន្លែងមនុស្សយន្តធ្លាក់ទឹកឥឡូវនេះយើងបន្តជាមួយនឹងអេពីសូតទី51យើងឃើញថាគឺមានមនុស្សម្នាច្រើនខ្លាំងមែនទែនកំពុងតែប្រជុំគ្នានិយាយតាក់ទងជាមួយនឹង Dr. Vegapunk ហើយពួកគេទាំងអស់នេះពិតជាឆ្ងល់ខ្លាំងមែនទែនហើយបានជា Dr. Vegapunk បានស្លាប់ហើយក្រុម Luffy ជាអ្នកចាប់គាត់ធ្វើជាចំណាត់ខ្លាំងមែនទេពួកគេទាំងអស់នេះពិតជាមានការឆ្ងល់ខ្លាំងមែនទែនយើងកាន់មកខាងកោអីហេតុយើងឃើញថាមានពួកមេរៀនជាច្រើនកំពុងតែឈោភ្ញាក់ផ្អើលបន្ទាប់ពីបានឃើញជោគព្រៃដ៏ធំមួយដែលជោគព្រៃឃើញពីណាគេឆ្ងាយណាស់ទៅគឺជា The Fire Elder ហ្នឹងឯងយើងឃើញថាពួកគេទាំងអស់នេះក៏បានមកជុំគ្នាតទៅពីពួកគេទាំងអស់គ្នានេះគឺបានវាយទៅកាន់មនុស្សយន្តថ្មនឹងឲ្យធ្លាក់ទឹកហើយបន្ទាប់មកតាចាស់ទាំង5ហ្នឹងក៏បានសួរទៅកាន់យកតើមានវេកផាំងគឺនៅប្រមាណទៀតនិយាយទៅសួរថាមានប្រមាណទៀតដែលនៅរស់ហើយយកក៏បានឆ្លើយថាគឺនៅមាន2នាក់ទៀតនោះគឺជាលេនជាមួយនឹង Stella នឹងឯងដែលនៅរស់ហោហើយពួកតាចាស់ទាំង5ហ្នឹងក៏បាននិយាយគ្នាថាពួកគេទាំងអស់គ្នាគឺចង់ចាត់ការវេកផាំងចោលទាំងអស់ប៉ុន្តែតាចាស់ម្នាក់ទៀតក៏បាននិយាយថាយកហ្នឹងគឺនៅមានប្រយោជន៍សម្រាប់ពួកគេទាំងអស់គ្នានឹងឯងយើងកាន់មកខាង Stussy ជាមួយនឹងអ៊ូសបកូពីនេះអ៊ូសបកូពីក៏បានដេញ Stussy ឲ្យទៅមុនទៅដល់ប៉ែអ៊ូសបកូពីនឹងក៏បានប្រាប់ទៅកាន់ Stussy ថាពួកយើងជាមិត្តនឹងគ្នាបើសិនបើប៉ែ Lucy មកនាងគឺនឹងស្បៃហើយទៅឲ្យលឿនទៅយើងក៏លេងមកកាន់ទុករបស់យៈដូរីជាមួយនឹងយៈប្រូគីកំពុងតែធ្វើដំណើរចាក់ចេញពីកោះហើយ Luffy ក៏បានធ្វើដំណើរមកជាមួយនឹងយៈទាំងពីរនឹងផងដែរហើយមិនចាំយូរបន្ទាប់ពីមកដល់កន្លែងនឹងហើយ Luffy ជាមួយនឹងយៈទាំងពីរនឹងក៏បានហក់ទៅលើទូករបស់ពួកគេនឹងឯងហើយនៅលើសំពៅដ៏ធំនឹងយើងក៏បានឃើញថាមាន Sanji Bonnie Frankie ជាមួយនឹង Stella យើងបន្ទាប់ពី Luffy បានមកដល់លើសំពៅភ្លាម Luffy ក៏បានលាន់មកថាចុយសំពៅក៏ធំហ៎ហើយ Luffy ក៏បានសួរតាក់ទងជាមួយនឹង Nami ឧសពអីថានៅឯណាលើនេះដែរពួក Marine ពិតជាមានការស្រង់ខ្លោខ្លាំងមែនតែបន្ទាប់ពីឃើញទូករបស់តាក់ទាំងពីរនឹងគឺចេញទៅពួកគេទាំងអស់គ្នាក៏បានត្រៀមការវាយប្រហារទៅកាន់ទុកជាក់នឹងឯងតែគឺវាយមិនអាចវាយប្រហារបាននោះទេទោះបីជាកាពីតែនរបស់ទុកនីមួយៗក៏មិនអាចវាយប្រហារបាននោះទេដោយសារតែស៊ីកាភ្លើងរបស់ Bonnie ប្រែជាកាច់ទុយអស់អាលីងនឹងឯងយើងក៏លេងមកកាន់ Nami វិញ Sanji ក៏បានតាក់ទងមកកាន់ Nami សួរថាទៅកាន់ Nami នឹងថានៅកន្លែង Nami នឹងគឺមានបញ្ហាអីអត់យើងក៏លេងមកកាន់អនាគតសាច់ចោលសមុទ្រវិញបន្ទាប់ពីមកដល់លើសំពៅរបស់យៈហើយយោតែម្ដងយើងឃើញថាតាចាបាក់សៃនេះគាត់ក៏មិនឲ្យ Luffy រត់គេចល្ងាយនោះទេគាត់ក៏បានប្រើជាមួយនឹង Ultimate ឬការព្រុសភ្លើងរបស់គាត់គឺវាប្រហារមកកាន់ទុកយៈនឹងឯងហើយពួកយៈទាំងអស់គ្នាពិតជាពិបាកតបតខ្លាំងមែនទែនយកខែរបស់គាត់គឺដើម្បីរងមិនកើតគឺប៉ាងពេញទៅនឹងឯង Sanji ក៏បាននិយាយថាពួកយៈទាំងអស់គ្នានឹងក៏បានជួយសង្គ្រោះគាត់ដូច្នេះហើយគាត់ក៏ត្រូវតែជួយពួកយៈវិញនឹងឯងពួកអ្នកទាំងអស់គ្នានៅលើទុកពិតជាមានការចលាចលខ្លាំងមែនទែនយៈប្រូគីជាមួយនឹងយៈដូរីក៏បាននិយាយថាពួកយើងនឹងក៏ថាពួកគេនឹងលេងតាមយើងហើយតែឥឡូវពួកគេក៏បានមកទៀតហើយហើយយើងលេងមកកាន់តាចាបាសីគាត់ក៏ត្រៀមប្រើជាមួយនឹង Ultimate របស់គាត់ម្ដងទៀតហើយដើម្បីបាញ់មកកាន់វាប្រហារមកកាន់សពើរបស់យៈនឹងឯងតែភ្លាមៗនេះយើងក៏បានឃើញថាគឺមានបាតុភូតចម្លែកមួយក៏បានកើតឡើងគឺជួយពេញទៅនឹងឯងហើយភ្លាមៗនឹងដែរយើងក៏បានលើសលេងមួយបាននិយាយថាខ្ញុំក៏បានញ៉ាំឆ្អែតហើយបន្ទាប់មកយើងក៏បានឃើញរូបរាងក្បាលរបស់ Luffy ក៏លេចឡើងជាមួយនឹង Gear ទី6របស់ Luffy ធ្វើឲ្យទុក Marine ជុំវិញនឹងគឺមានភាពអញ្ញាញ៉ៃខ្លាំងមែនទែនគឺក៏ហត់តែនដងពេញតែមេឃនឹងឯងនិយាយរួមទៅសមត្ថភាពរបស់ Luffy មួយនេះវាពិតជាអស្ចារ្យខ្លាំងណាស់ធ្វើឲ្យទុកគឺហោះឡើងលើមេឃគឺអស់លំចេះទឹកនឹងឯងហើយភ្លាមៗនឹងដែរយើងក៏បានឃើញថា Luffy ក៏បានហក់ចេញពីភ្លើងនិយាយរួមទៅជាមួយនឹង Gear ទី5របស់គាត់គឺវាលយបន្ទាប់មកពួកយេក៏បានលើជាមួយនឹងសលេង Score ដែលជាមួយនឹង Gear ទី5របស់ Luffy ពួកគេទាំងអស់នេះចូលចាប់ផ្ដើមរាំនឹងឯងមិនដឹងថាក្បាច់ស្អីគេនេះទេក្បាច់ចាក់អន្ទង់ទេដឹងហើយយើងលេងមកកាន់ Sanji វិញកំពុងតែឈោស្លើមើលទៅកាន់ពួកគេចំពួកនេះក៏មកធ្វើស្អីនឹងបែកនឹងរាំញ៉ៃពេញទៅនឹងតិចជន់ឯងងាប់បើបងនេះវិញនាងក៏បានសម័យតថយទៅក្រោយលើកន្លែងប៉ារបស់នាងក៏បានរាំជាមួយនឹងក្បាច់ចាក់អន្ទង់នឹងឲ្យនាងមើលផងដែរតពីសម័យហើយ Luffy ក៏បានស្រែកសួរទៅកាន់ Bonnie អេ Bonnie តោះទៅវ័យតាចាស់នោះទាំងអស់គ្នាបន្ទាប់មក Bonnie ក៏បាននិយាយថាខ្ញុំគឺមិនដូចអ្នកនោះទេហើយបន្ទាប់មក Luffy ក៏បាននិយាយប្រាប់ទៅកាន់ Bonnie ថាខ្ញុំគឺស្គាល់អំពីសមត្ថភាពរបស់នាងអាចធ្វើតាមខ្ញុំបានបន្ទាប់ពីបានឃើញទាំងវើរបស់ Luffy ហើយនាងក៏បានដឹងថាចុះមកនេះ Luffy តាធ្វើឲ្យនាងពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទេបន្ទាប់មកនាងក៏បានប្រែកលាទៅជា Sangon Nika មួយទៀតហើយបន្ទាប់មកយើងក៏បានឃើញថាឥឡូវនេះដែរគឺមាន Sangon Nika ចំនួន2តពី Bonnie ប្រែកលាកាច់ Sangon Nika ពួកគេទាំងពីរដែរពិតជាសប្បាយចិត្តខ្លាំងមែនទេនិយាយរួមទៅគឺអញ្ញាញ៉ៃទាំងពីរអ្នកនឹងឯងដល់ឥឡូវនេះដែរ Sangon Nika កំពុងតែបន្លែងគ្នាសើចលេងនៅលើមេពីរអ្នកនឹងឯងដោយវាខ្វះពេលសើចលេងវាមិនដែរណាតាចាទាំង5តាមតនប៉ុណ្្នឹងឯងពួកគេទាំងពីរហ្នឹងនៅតែសើចលេងសប្បាយពេញទាំងថ្ងៃធ្វើឲ្យនេះពិតជាឆ្ងល់ខ្លាំងមែនទេចុះឥឡូវមាន Sangon Nika ចំនួន2ឥឡូវនេះដែរ Luffy ជាមួយនឹង Bonnie ក៏បានបបួលគ្នាទៅវាយជាមួយនឹងតាចាស់ទាំង5ហ្នឹងយើងឃើញថាចប់ផាទី1ដោយសារឥឡូវខ្ញុំឈឺកខ្លាំងមែនទែនតិចទៀតបាទខ្ញុំធ្វើផាទី2អ្នកនរនេះសង្ឃឹមថាអ្នកនរនេះណាដែលមកថ្មីកុំភ្លេចណាជួយចុច Subscribe ខ្ញុំម្នាក់មួយផងដូចជា comment លេខនៅខាងក្រោមបាន